សួស្តីអ្នកស្ដាប់ជាទីគោរពទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់យើងថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលជិតស្និទ្ធទៅនឹងជីវិតរបស់មនុស្សគ្រប់រូបគឺជីវិតគូគឺជាការចាប់ផ្ដើមនៃគ្រួសារវាមិនមែនជារឿងសាមញ្ញទេប៉ុន្តែជាការរស់នៅរួមគ្នាដែលត្រូវការសេចក្តីស្រឡាញ់ការយល់ចិត្តការអត់ធ្មត់និងការទទួលខុសត្រូវតើអ្វីធ្វើឲ្យជីវិតគូមានសុភមង្គលតើហេតុអ្វីបានជាគូស្រឡាញ់ខ្លះអាចរស់នៅជាមួយគ្នាយូរអង្វែងខណៈពេលដែលខ្លះវិញបែកបាក់ថ្ងៃនេះយើងនឹងពិភាក្សាអំពីគន្លឹះសំខាន់នៅក្នុងការកសាងនិងថែរក្សាជីវិតគូអត្ថន័យនៃជីវិតគូគឺជាការរស់នៅរួមគ្នារវាងមនុស្សពីរនាក់ដែលសម្រេចចិត្តចែករំលែកជីវិតអនាគតនិងក្តីសុបិនជាមួយគ្នានៅក្នុងទស្សនៈរបស់ខុងជឺគ្រួសារគឺជាមូលដ្ឋាននៃសង្គមបើគ្រួសារមានសន្តិភាពសង្គមក៏មានស្ថិរភាពនេះបង្ហាញថាជីវិតគូមានសារៈសំខាន់លើសពីជីវិតបុគ្គលជីវិតគូមិនមែនមានតែសេចក្តីស្រឡាញ់ទេប៉ុន្តែមានកាតព្វកិច្ចនិងការទទួលខុសត្រូវពេលស្រឡាញ់គ្នាយើងឃើញតែអ្វីល្អៗប៉ុន្តែពេលរស់នៅជាមួយគ្នាយូរយើងនឹងឃើញចំណុចល្អនិងចំណុចខ្សោយដូច្នេះការយល់ចិត្តនិងការអត់ធ្មត់គឺសំខាន់ណាស់គ្រឹះនៃការកសាងជីវិតគូឲ្យរឹងមាំ1សេចក្តីស្រឡាញ់និងការគោរពសេចក្តីស្រឡាញ់គឺជាគ្រឹះដំបូងប៉ុន្តែការគោរពគ្នាក៏ជាគ្រឹះមួយដ៏ធំផងដែរគូស្រឡាញ់គ្នាត្រូវគោរពគំនិតអារម្មណ៍និងសិទ្ធិរបស់គ្នាទៅវិញទៅមក2ការទំនាក់ទំនងល្អការសន្ទនាបើកចំហនិងការស្ដាប់ដោយមិនកាត់សម្ដីជួយកាត់បន្ថយការយល់ច្រឡំពេលមានបញ្ហាត្រូវចេះនិយាយដោយសុភាពមិនប្រើពាក្យប៉ះពាល់ផ្លូវចិត្ត3ការអត់ធ្មត់និងអភ័យទោសគ្មាននរណាម្នាក់ល្អឥតខ្ចោះទេការអត់ធ្មត់និងការអភ័យទោសជួយឲ្យទំនាក់ទំនងរឹងមាំនៅក្នុងទស្សនៈរបស់អារីស្តូតបាននិយាយថាទំនាក់ទំនងល្អត្រូវការគុណធម៌និងការអនុវត្តជាប្រចាំនេះអាចយកមកអនុវត្តនៅក្នុងជីវិតគូបានដូចគ្នា4ការទទួលខុសត្រូវរួមគ្នាជីវិតគូមិនមែនជាការពឹងផ្អែកទៅលើតែមនុស្សម្នាក់តែប៉ុណ្ណោះទេតែជាការចែករំលែកនៅភារកិច្ចនិងការគាំទ្រគ្នាបញ្ហាពេលជួបប្រទះគូជីវិតមិនតែងតែរលូនបញ្ហាដែលជួបប្រទះអាចមានបញ្ហាហិរញ្ញវត្ថុខ្វះពេលវេលារួមគ្នាការខ្វះការយល់ចិត្តនិងការមិនស្ដាប់គ្នាជាដើមបញ្ហានេះជាអ្វីដែលបំផ្លាញទំនាក់ទំនងប៉ុន្តែរបៀបដោះស្រាយទើបជាកត្តាសំខាន់គូស្រឡាញ់ដែលចេះសន្ទនាដោយសន្តិវិធីនឹងអាចឈ្នះទៅលើវិបត្តិបានគន្លឹះថែរក្សានៅសុភមង្គល1ចំណាយពេលវេលារួមគ្នា2បង្ហាញការដឹងគុណនិងការសរសើរ3មានគោលដៅជីវិតរួមគ្នា4កុំប្រៀបធៀបដៃគូរបស់ខ្លួនជាមួយនឹងអ្នកដទៃ5រៀនអភ័យទោសនិងរៀនចាប់ផ្ដើមថ្មីនៅក្នុងការកសាងនៅសុភមង្គលមិនមែនធ្វើតែម្ដងចប់ទេប៉ុន្តែត្រូវអនុវត្តជាប្រចាំគូជីវិតគឺជាសិល្បៈនៃការរស់នៅរួមគ្នាវាត្រូវការសេចក្តីស្រឡាញ់ការយល់ចិត្តការគោរពនិងការអត់ធ្មត់សេចក្តីស្រឡាញ់អាចចាប់ផ្ដើមដោយអារម្មណ៍ប៉ុន្តែការថែរក្សាវាត្រូវការសម្រេចចិត្តនិងការខិតខំជារៀងរាល់ថ្ងៃបើគូស្រឡាញ់ចេះស្ដាប់ចេះគាំទ្រគ្នានោះជីវិតគូនឹងក្លាយទៅជាប្រភពនៃសុភមង្គលមិនមែនជាបញ្ហាសូមអរគុណដែលបានស្ដាប់ podcast របស់យើងបើអ្នកចូលចិត្តប្រធានបទនេះសូមចែករំលែកនិងតាមដានជាមួយនឹង admin នៅវគ្គបន្តទៀត